ត្រីងៀតឆ្លៀតពងឬមន្ត្រីឆ្លៀតពុលកន្លែងស៊ីផឹកបន្លំកន្លែងលក់ខ្លួនក្រោមស្លាកអាជីវកម្មបង្កប់អំពើអបាយមុខតើច្បាប់ស្រុកយើងសម្រាប់តែការពារអ្នកមានអំណាចឬសម្រាប់កម្ចាត់មេរោគសង្គមអីយ៉ាសអីយោយផ្ទុះសំណួរក្តៅផ្អើលពេញសង្គមហើយតើទីតាំងហេងសុខាជាអាហារដ្ឋានបម្រើក្រពះឬជាមជ្ឈមណ្ឌលជួញដូរផ្លូវភេទបម្រើកាមតណ្ហានេះអាជ្ញាធរស្រុកពញាក្រែកកំពុងដេកលងលក់ក្នុងមុងមាសឬត្រូវថ្នាំសណ្ដំអ្វីបានជាបណ្ដោយឲ្យច្បាប់ប្រឆាំងការជួញដូរមនុស្សคล้ายជាក្រដាស់ខ្ចប់យ៉ាងមាំបែបនេះផ្សាយចេញពីរាជធានីភ្នំពេញត្រូវនៅថ្ងៃទី24ខែមករាឆ្នាំ2026នេះដំរីខ្វាក់ជីទូខូចភាពស្ងប់ស្ងាត់មិនធម្មតារបស់អាជ្ញាធរខេត្តត្បូងឃ្មុំកំពុងคล้ายជាមន្ទិលសង្ស័យយ៉ាងធ្ងន់ធ្ងរបំផុតហើយជុំវិញអាជីវកម្មចម្រុះហេងសុខាការដាក់ផ្ទះសំណាក់ការ៉ាអូខេនិងអាហារដ្ឋានឲ្យនៅច្របាច់បញ្ចូលគ្នាក្នុងអាគារតែមួយវាស្មើនឹងការរៀបចំអន្ទាក់កាមគុណលីមួហើយគឺជាប្រព័ន្ធយ៉ាងកក្លឿនបំផុតតើនេះគឺជាការធ្វើអាជីវកម្មដោយសុចរិតឬគឺជាការបើកដៃឲ្យមានការជួញដូរផ្លូវភេទបែបទំនើបថ្លៃកប់ពពកបែបនេះមានមនុស្សដូចកំងអាហារដ្ឋានចឹងគ្រប់សេរីគ្រប់ទំហំពិតជាអស្ចារ្យមែនទែនហេងសុខានេះគណៈដែលម្ចាស់ទីតាំងសំងំស្ងៀមដូចអណ្ដឹកក្នុងសនុកស្ថាប័នពាក់ព័ន្ធបែរជារុញដាក់គ្នាជះទឹកដាក់គ្នាដូចបាល់បោះអញ្ចឹងបង្កើតជាសេណារីយ៉ូមន្ត្រីស៊ីប្រការិះតែបំរើម្ចាស់លុយម្ចាស់ទីតាំងនោះទៅវិញមួយតាមច្បាប់ទេសចរនិងច្បាប់ប្រឆាំងការជួញដូរមនុស្សឆ្នាំ2008អាជីវកម្មដែលមានហានិភ័យខ្ពស់ត្រូវមានការបែងចែកច្បាស់លាស់ការច្របាច់បញ្ចូលគ្នានេះគឺជាចេតនាបង្កើតតំបន់ប្រផេះដើម្បីងាយស្រួលសម្របសម្រួលអំពើបេសាជាមាត្រា15និង16ចែងក្នុងច្បាប់ថាការផ្ដល់ទីតាំងសម្រាប់អំពើផ្លូវភេទពាណិជ្ជកម្មគឺជាបទល្មើសជាក់ស្ដែងចុះហេតុអ្វីបានជាមន្ទីរទេសចរនិងរដ្ឋបាលស្រុកពញាក្រែកមើលមិនឃើញភស្តុតាងនៅនឹងភ្នែកនេះយ៉ាងច្បាស់ក្រឡែតដូចថ្ងៃបែបនេះពីការដែលលោកអភិបាលស្រុកនិងអធិការនគរបាលស្ដាប់សំណួរហើយមិនឆ្លើយឬរុញទៅមន្ទីរទេសចរគឺជាសញ្ញាដែលកិច្ចវេះពីការទទួលខុសត្រូវកុំភ្លេចថាពោះងាប់មិនដែលបាត់ស្រមោលទេសកម្មភាពមិនប្រក្រតីក្នុងទីតាំងនោះមិនមែនជាអាចកំបាំងសម្រាប់អ្នកភូមិឡើយមានតែភ្នែកអាជ្ញាធរដែលងងឹតសូនឈឹងដោយសារតែលៀបសក្ការៈទេវប្រាក់ USD នោះ3ធ្វើស្រែឲ្យមើលស្មៅធ្វើដៅឲ្យមើលត្រីធ្វើជាមន្ត្រីត្រូវការពាររាជកុំការពារចោលកុំរៀនធ្វើមន្ត្រីជើងក្អែកឃើញតែចំណីមិនឃើញច្បាប់ជាតិនេះគួររំលឹកផងដែរថាករណីទីតាំងហេងសុខាមិនមែនជារឿងតូចតាចដែលត្រូវរំលងនោះទេវាគឺជាមេរោគមហារីកដែលកំពុងបំផ្លាញសិលធម៌សង្គមនិងកិត្តិយសរបស់ខេត្តត្បូងឃ្មុំទាំងមូលប្រសិនបើឋានៈដឹកនាំជាន់ខ្ពស់មិនចុះអត្តការកិច្ចឬក៏អន្តរាគមន៍កាត់សាច់ស្អុយនេះចោលទេនោះជំនឿចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរមូលដ្ឋាននឹងរលាយដូចអំបិលត្រូវទឹកចឹងគួរបញ្ជាក់ផងដែរថាអាជ្ញាធរត្រូវតែហ៊ានចុះឆែកឆេរជាក់ស្ដែងបង្ហាញពីអាជ្ញាប័ណ្ណឲ្យឃើញជាសាធារណៈនិងហ៊ានបិទទីតាំងនេះភ្លាមបើសិនជាយើងឆែកមិនឃើញនៅអាជ្ញាប័ណ្ណឬក៏ពាក់ព័ន្ធផ្សេងៗដែលខុសច្បាប់នោះប្រសិនបើរកឃើញភ័ស្តុតាងមិនប្រក្រតីណាមួយនោះកុំឲ្យគេថាច្បាប់ស្រុកខ្មែរយើងខ្លាំងតែជាមួយអ្នកក្រតែទន់ល្មើយចំពោះតែអ្នកមានខ្នោះនិងលុយក្រាស់ក្រៃ